ពេលខ្លះខ្ញុំឆ្ងល់ខ្លាំងមែនតើមិនខ្មិចឥឡូវមកចំនួនណាការគិតរបស់គេចេញមកមួយឡើងដូចមនុស្សធំហ្មងបើមិនបាន100%ទេក៏បាន8ឬក៏90%ដែរហើយខ្ញុំនឹងលួចវ៉ាវនៅក្នុងចិត្តហ្មងណាព្រោះមានអារម្មណ៍ថាភ្ញាក់ផ្អើលពេកពេលដែលខ្ញុំបាននិយាយឬក៏តំណែងជាមួយគាត់ហើយចំពោះកត្តាមួយចំនួននៃចង្អុលមួយនេះខ្លីៗគឺវាបែបនេះសោះទី1បបិសោតជីវិតឆាប់ធំជាងគេចំពោះក្មេងៗមួយចំនួនខ្លះគាត់អាចជួបប្រទះជាមួយនឹងបញ្ហាដែលធ្ងន់ធ្ងរដែលទាមទារឲ្យគាត់នឹងត្រូវទទួលខុសត្រូវតាំងពីតូចមកម៉េះដូចជាការជួយគ្រួសារឬក៏ការរស់នៅក្នុងបរិយាកាសមួយដែលពិបាកដែលវាធ្វើឲ្យគេនឹងរៀនយល់អំពីជីវិតលឿនហើយក៏គិតបានជ្រាលជ្រៅជាងមនុស្សដែលមានអាយុស្មើគាត់ឬក៏ក្មេងៗដែលមានអាយុផាកផាយជាមួយនឹងគាត់ដូចគ្នាចំពោះទី2ការគិតពិចារណានិងការយល់ដឹងចំពោះក្មេងៗមួយចំនួនគឺគាត់មានសមត្ថភាពនៅក្នុងការពិចារណាឬក៏ចូលចិត្តសួរខ្លួនឯងហេតុអីឬក៏ចង់ដឹងពីអត្ថន័យនៃរឿងអីមួយដែលមនុស្សធំគាត់តែងតែធ្វើមិនន័យថាគាត់អត់ព្យាយាមចាំតែដឹងតែចម្លើយទេគាត់អត់ព្យាយាមប្រើពេលវេលាសម្រាប់ឲ្យចម្លើយនឹងរត់មករកទេប៉ុន្តែគាត់ព្យាយាមនៅក្នុងការសួររកចម្លើយនិងស្វែងរកចម្លើយនៃសំណួរដែលគាត់ឆ្ងល់នឹងដោយខ្លួនឯងដើម្បីបំពេញនៅចំណេះដឹងអីផ្សេងៗតាក់ទងជាមួយនឹងបរិបទឬក៏ការរស់នៅឬក៏ការដោះស្រាយបញ្ហារបស់មនុស្សធំដែលគាត់ធ្លាប់ឃើញពីទស្សនវិជ្ជាជាក់ស្ដែងដែលមនុស្សធំគាត់ព្យាយាមដោះស្រាយអីចឹងទៅដែលប្រភេទការគិតបែបនេះដែលធ្វើឲ្យគាត់នឹងឲ្យមានគណិតទូលំទូលាយក៏ដូចជាការយល់អារម្មណ៍របស់ខ្លួនឯងកាន់តែច្រើនក៏ដូចជាអារម្មណ៍របស់អ្នកដទៃកាន់តែច្រើនដែរដូចគ្នាពីសំណាក់មនុស្សដែលគាត់ធំពេញវ័យអញ្ចឹងណាទី3គឺបរិយាកាសនិងការអប់រំបើសិនជាក្មេងៗមួយចំនួនដែលគាត់រស់នៅជាមួយនឹងមនុស្សធំឬក៏គាត់តែងតែស្ដាប់ពីការពិភាក្សាការដោះស្រាយបញ្ហាដែលជ្រាលជ្រៅដូចជាអំពីខ្សែជីវិតការងារខ្សែជីវិតរស់នៅឬក៏បញ្ហាសង្គមទស្សនវិជ្ជាសង្គមដែលគាត់អាចនឹងជួបរាល់ថ្ងៃនេះដែលវាធ្វើឲ្យគាត់នឹងអាចបង្កើននៅគណិតបែបមនុស្សធំបានពេញវ័យនឹងកាន់តែច្រើនឡើងដោយសារតែគាត់ព្យាយាមនៅក្នុងការស្វែងយល់ក៏ដូចជាកត់ត្រាហើយក៏ដូចជា note នៅរឿងរ៉ាវមួយចំនួនដែលគាត់អត់ទាន់បានឆ្លងកាត់ដែលមនុស្សធំគាត់បានឆ្លងកាត់ហើយអញ្ចឹងគាត់អាចនឹងគិតថារឿងហ្នឹងប្រហែលជាអាចធ្លាក់មកលើគាត់នៅថ្ងៃណាមួយអញ្ចឹងគាត់មានការដឹងឬក៏ skill គាត់អាចប្រើនៅថ្ងៃណាមួយដែលគាត់ចាំបាច់នៅពេលដែលគាត់ធំឡើងបានដូចគ្នាចំណុចទី4អារម្មណ៍ឆ្លាតវៃអញ្ចឹងចំពោះក្មេងៗមួយចំនួនគាត់ចេះយល់អារម្មណ៍ខ្លួនឯងបានជ្រាលជ្រៅខ្លាំងមែនទែនរួមជាមួយនឹងអារម្មណ៍របស់អ្នកដទៃដូចគ្នាដែលវាធ្វើឲ្យពួកគេហ្នឹងបានមើលឃើញពីបញ្ហាឬក៏ដោះស្រាយបញ្ហាដែលចិត្តស្ងប់អត់បញ្ញាពេកគឺដោះស្រាយមួយសំខាន់ធ្វើមិនឲ្យតែបញ្ហាហ្នឹងដោះស្រាយបាននិយាយថាដូចយកគំរូតាមការដោះស្រាយបញ្ហាពីមនុស្សធំហ្នឹងយកមកអនុវត្តផ្ទាល់នៅរឿងអីដែលខ្លួនឯងជួបប្រទះឬក៏បញ្ហាដែលខ្លួនឯងជួបប្រទះសម្រាប់ដោះស្រាយឲ្យបញ្ហាទាំងអស់ហ្នឹងដោះស្រាយបានដោយល្អប្រសើរដូចគ្នាអញ្ចឹងខ្ញុំអរគុណខ្លាំងមែនតើសម្រាប់ការទស្សនាវីដេអូថ្ងៃនេះខ្ញុំគិតថាវីដេអូថ្ងៃនេះវាខ្លីវាអត់សូវជ្រាលជ្រៅប្រហែលទេប៉ុន្តែខ្ញុំគិតថាអាចនឹងជួយអ្នកនរគ្នាបានច្រើនមកកម្រិតដែរណោះសង្ឃឹមថាយើងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយ